បរមម្នាក់គាត់ត្រូវរង្វាន់ជាមួយនឹង168 លាគុណ10បងប្អូនហើយអ្នកលក់នោះក៏ទាមទារយកចំណែកគាត់មួយចំណែកសំណួរសួរថាតើអ្នកលក់មានសិទ្ធិទាមទារអត់បងប្អូនសម្រាប់ខ្ញុំវិញគឺខ្ញុំនិយាយមកថាអ្នកលក់គ្មានសិទ្ធិទេប៉ុន្តែអាហ្នឹងគឺស៊ីសងលើក្រុមហ៊ុនបើសិនជាគោលការណ៍ក្រុមហ៊ុនគេដាក់ថារង្វាន់ចែកគ្នាចំនួន10នាក់តែផ្ដល់ជូនទៅសម្រាប់អ្នកលក់ម្នាក់អាហ្នឹងគឺគាត់ត្រូវតែបានហើយតែបើសិនជារង្វាន់គេដាក់ថាអត់មានចែកអ្នកលក់ទេអាហ្នឹងគាត់មានសិទ្ធិទៅទាមទារទេហើយទាមទារអត់ត្រូវរឿងទេបើសិនជារង្វាន់វាអត់មានណាអាហ្នឹងគាត់មានត្រូវទាមទារចំណែកទេព្រោះគាត់ទៅទិញគាត់យកលុយគាត់ទៅទិញដាច់ពីហើយអញ្ចឹងបើដឹងថាត្រូវក៏យកខ្លួនឯងទៅហ្នឹងហើយបើសិនជារង្វាន់គាត់ចូលទៅចែកបងប្អូនគាត់ចង់ចែកបងប្អូនគាត់ចំនួន10នាក់គាត់ចែកបងប្អូនគាត់ទៅរឿងរបស់គាត់តាហើយមានសិទ្ធិទាមទារអីហើយពុកម៉ែបងប្អូនយកឃើញយ៉ាងណាចំពោះរង្វាន់មួយហ្នឹងសម្រាប់ខ្ញុំថាគាត់មានសិទ្ធិ